នេះសូមបង្ហាញពីស្នាដៃឆាស្ដីគួរសាច់គោអ្នកនរគ្នាបានទស្សនាចឹងណាមិនឆ្ងាញ់យកលុយជឿអ្នកនរគ្នានេះនិយាយលេងនេះព្រោះដោយសារតែខ្ញុំមិនប្រកែធ្វើម្ហូបទេគាត់ណាចូលចិត្តធ្វើម្ហូបចែកម្លែកអ្នកនរគ្នាបានឃើញដែរចឹងណាគាត់ថាយើងមើល YouTube ផងមើលអីផងយើងឆ្ងល់យើងសួរគេចឹងណាហើយខ្ញុំចំណងចិត្តខ្ញុំមិនទៅធ្វើម្ហូបអីមកទេអ្នកនរគ្នានិយាយពីខ្ញុំវិញកាលពីមុនខ្ញុំអត់ចូលចិត្តធ្វើម្ហូបអ្នកនរគ្នាដោយសារខ្ញុំគិតថាការធ្វើម្ហូបញ៉ៃៗខ្ញុំអត់សូវប្រកែអីចឹងណាព្រោះដោយសារតែខ្ញុំអត់ចូលចិត្តចូលផ្ទះបាយទេនិយាយស្មោះត្រង់ចូលចិត្តរលុយចូលចិត្តអីចឹងណាធ្វើការធ្វើអីចឹងទៅតែដល់ពេលមានណាមានគ្រួសារបើយើងចង់ក៏យើងត្រូវចូលចិត្តដែរបើយើងអត់ចូលទេកូនយើងមានញ៉ាំទេអញ្ចឹងត្រូវតែសម្រេចចិត្តថាត្រូវផ្លាស់ប្ដូរទម្លាប់មួយចំនួនដែលយើងអត់ចូលចិត្តពីមុនត្រូវផ្លាស់ប្ដូរមករៀនធ្វើអីថ្មីៗសម្រាប់ខ្លួនឯងអញ្ចឹងណាសម្រាប់ការធ្វើម្ហូបនេះដែរក៏យើងត្រូវការរៀនដែរអ្នកនរគ្នាមិនថារៀនយើងរៀននៅសាលាឬក៏រៀននៅណានិយាយទៅសម្រាប់ទម្លាប់ប្រចាំថ្ងៃយើងក៏ត្រូវតម្រូវយើងរៀនដែរអ្នកនរគ្នាសម្រាប់ការធ្វើម្ហូបហ្នឹងពេលខ្លះអត់ចេះដែរនឹងមើល YouTube ផងសួរអ្នកផ្ទះផងអញ្ចឹងមិនថាមនុស្សយើងក៏មើលងាយអាការងារស្រាប់បើយើងអត់រៀនធ្វើអីថ្មីៗសម្រាប់ខ្លួនឯងទេគឺអត់ការអ្នកនរគ្នាមិនថាការរៀនធ្វើម្ហូបបណ្ដោយពីមុនយើងអាចនិយាយបានថាការធ្វើម្ហូបស្រួលហ្នឹងហេតុអីពិបាកម៉េចតែដល់ពេលមកធ្វើខ្លួនឯងអត់ស្រួលអ្នកនរគ្នាពេលខ្លះមុតដៃដែរហ្នឹងព្រោះដោយសារតែយើងអត់ប្រកែកាន់ក្បិតព្រោះក្បិតមុតអ្នកនរគ្នាខាន់សាច់ស្រួលដាច់ដៃខ្ញុំអស់មួយឆតទេតែញយនិយាយទៅមកធ្វើមួយរយៈហ្នឹងនិយាយទៅខ្ញុំរៀនធ្វើម្ហូបពីនេះពីនោះអីចឹងទៅហើយខ្ញុំក៏ជួយថតវីដេអូតូចអ្នកនរគ្នាបានមើលដែរចឹងណាហើយខ្ញុំនិយាយទៅមកនៅផ្ទះថ្មីនេះនិយាយទៅតសើខ្លួនឯងដែរអាចធ្វើការងារបានច្រើនហើយរបៀបថាវឹកហាត់ខ្លួនឯងបានច្រើនដែរចឹងណាបើតាមខ្ញុំហ្មងកាលនៅមួយម៉ាក់ប៉ាខ្ញុំអត់សូវរឹងមាំទេនិយាយទៅយើងពឹងផ្អែកលើគាត់ច្រើនរបៀបថាគេថាកូននៅចិត្តម្ដាយមិនសូវរឹងមាំណានិយាយទៅតោះតែយើងបាយផ្ទះមកនៅខ្លួនឯងបានយើងរៀនរឹងមាំនៅខ្លួនឯងចឹងណាដូចខ្ញុំចឹងពីមុនអត់ចេះធ្វើម្ហូបទេតែដល់ពេលមករយៈក្រោយនេះខ្ញុំអាចធ្វើម្ហូបបានដោយខ្លួនឯងខ្ញុំអាចធ្វើនេះធ្វើនោះអីចឹងទៅរបៀបថាចេញមកវាអាចតែបើសួរខ្ញុំថាហត់អត់ថ្ងៃហត់អ្នកនរគ្នាដោយសារតែត្រូវងើបពីព្រលឹមម៉ោង6ព្រឹកតោះមកហើយយើងទៅរៀបចំបាយរៀបចំអីឲ្យគ្រួសារយើងទៅធ្វើការខ្ចប់អីចឹងណាហើយមកដល់យើងត្រូវធ្វើការទៀតហើយមើលកូនផងអីផងតោះមកហើយធ្វើបាយថ្ងៃទៀតណាអស់ពីបាយថ្ងៃចូលបាយល្ងាចទៀតណាចឹងមួយថ្ងៃអាហារ3ពេលអ្នកនរគ្នានិយាយទៅរៀងហត់ដែរហ្នឹងហើយមួយថ្ងៃដៃសើមហ៊ុនដែរបានស្អាតនឹងគេទេអ្នកនរគ្នាដៃឡងរួចអស់ហើយនិយាយទៅកញ្ចក់អីក្លឹកក្លងអស់ហើយព្រោះដោយសារតែយើងកាន់កបិតប៉ះទឹករហូតចឹងណាចឹងមិនថាក៏មើលងាយការងារផ្ទះអត់ស្រួលទេអ្នកនរគ្នាយប់ថ្ងៃរហូតនិយាយទៅ24ម៉ោងធ្វើចេះអស់សោះចឹងខ្ញុំសើបងបងស្រីស្រីមេផ្ទះនិយាយទៅគាត់បកកាយខ្លាំងហ្មងដល់ពេលខ្ញុំចូលមកចង្ហាន់ផ្ទះបាយខ្លួនឯងកាន់កបិតកាន់ជ្រុញមកធ្វើហាន់សាច់អីហ្នឹងនិយាយទៅខ្ញុំទៅសើគាត់ថងអីថងការ24ម៉ោងគាត់រវល់រហូតហ្មងជួបបោះទៅសារទិញមកហូបមើលកូនអូនិយាយថាច្រើនមកណាចឹងខ្ញុំថាស្រីស្រីយើងខ្លាំងមែនតើហ្មងគាត់អាចធ្វើការងារនឹងបាននិយាយពីខ្ញុំរងថ្ងៃវិញដូចអ្នកអនាម័យចឹងអ្នកនរគ្នានិយាយទៅស្លៀកពាក់មើលមិនយល់ទេនៅផ្ទះវិធីធាក់ពេញហ្នឹងចឹងមិនថាខ្ញុំបដើរលេងស្អាតបានតែមួយថ្ងៃទេមកទឹកក្រៅពីហ្នឹងគឺជាបដូចអ្នកអនាម័យចឹងចង់អត់ជាអនាម័យទៀតបើរូបរាងនៅផ្ទះនិយាយទៅគឺនិយាយថាស្លៀកឲ្យតែបានដើម្បីបានធ្វើការងារផ្ទះចឹងខ្ញុំពាក់ណាស្រួលៗអីចឹងទៅព្រោះត្រូវដើរសារផងអីផងអូនិយាយថាដល់កចឹងមិនថាជួបមុខអ្នកស្គាល់អីឃើញខ្ញុំដូចអនាម័យមិនបាច់ឆ្ងល់ទេព្រោះអីខ្ញុំនៅផ្ទះខ្ញុំលូនក្រាបធ្វើការងារផ្ទះនិយាយទៅគ្មានពេលទៅនេះទេអ្នកនរគ្នាមើលកូនក្នុងការងារផងដល់វគ្គលេងមើលទូឯងខ្ញុំវិញម្ដងចាថ្ងៃនេះខ្ញុំឆាស្ដេចគោសាច់គោនិយាយទៅខ្ញុំមានគ្រឿងផ្សំអីច្រើនទេអ្នកនរគ្នាមានតែគ្រឿងសម្រាប់ឆាគ្រឿងទៅហើយយើងមានស្ដេចគោមានម្ទេសម្ទេសហ្នឹងដូចជាម្ទេសផ្លោកដែរតែយើងនឹងគេហៅម្ទេសអីអ្នកនរគ្នាមិនសូវប្រកែហៅដែរចឹងណាតែដឹងថាហ្នឹងគេចំណាំដាក់ឆានៅក្នុងពេលដែលយើងធ្វើឆាក្តៅឆាគ្រឿងអីចឹងណាអ្នកនរគ្នាហើយខ្ញុំមានស្លឹកអីគេហៅស្លឹកក្រូចសើចឹងដាក់ឈ្ងុយចឹងណាហើយខ្ញុំមានតាំងពីស្ដេចដីអីចឹងទៅហើយគ្រឿងផ្សំមានច្រើនទេយើងមានតែទឹកប្រេងខ្យងហើយទឹកត្រីហើយនឹងមានតាំងពីស្ករប៊ីចេងទឹកត្រីអញ្ចឹងទៅយើងដាក់ទៅតាមចំណង់ចំណូលចិត្តអញ្ចឹងណាបើខ្ញុំវិញខ្ញុំញ៉ាំរៀងប្រៃផ្អែមមកល្មមអញ្ចឹងទៅនិយាយទៅទទួលយកបានអញ្ចឹងរសជាតិហ្នឹងនិយាយទៅខ្ញុំញ៉ាំតែប៉ុណ្្នឹងហើយឥឡូវយើងថែមទឹកតិចកុំឲ្យវាគោកពេកវាអត់ឆ្ងាញ់អញ្ចឹងណាអញ្ចឹងអត់មានអីច្រើនទេអ្នកនរគ្នានិយាយទៅខ្ញុំធ្វើងាយៗអញ្ចឹងខ្ញុំមិនដឹងមកណាដូចខ្ញុំទេអ្នកនរគ្នានិយាយទៅឲ្យតែពេលទៅ30ដងនិយាយថារោនឹកទិញនេះទិញនោះរោនឹកឃើញនិយាយទៅតតែ search សិនបានទិញបានអញ្ចឹងណានិយាយទៅត search YouTube ឲ្យបានដើរសារទិញបានបើមិនអញ្ចឹងទេអូខ្ញុំមិនដឹងថាទិញអីទេព្រោះសារអីខ្ញុំអត់សូវចេះអញ្ចឹងណានិយាយទៅសារអញ្ចឹងទិញអី5អត់សូវប្រកែទិញដូចគេទេនិយាយទៅខ្លះទៅសារអញ្ចឹងអត់ដឹងថាទិញអីឆោផ្លឹកសិនអ្នកលក់សួរថាអូនណៃទិញអីគេបងអត់ទាន់ដឹងទិញអីចាំទិញមើលបន្លែសិនដើរមើលបន្លែឡើងមកជុំហើយមិនឃើញថាអូចង់ស្លនេះធ្វើនេះអញ្ចឹងណាតែនៅក្នុងចិត្តហ្នឹងអត់ដឹងថាខ្លួនឯងចង់បានប្រកបអ្នកនរគ្នានិយាយទៅរបៀបគិតសិនអញ្ចឹងណាខ្ញុំមិនដឹងថាបងណាដូចខ្ញុំនិយាយទៅខ្ញុំរៀងកំ pl ៃព្រោះដោយសារតែខ្ញុំអត់សូវប្រកែធ្វើម្ហូបទេនិយាយទៅតែផ្លាស់ប្ដូរខ្លួនឯងមករយៈក្រោយនេះទេចឹងមិនថារឿងមួយចំនួនតរៀនអ្នកនរគ្នាមិនប្រកាសថាយើងមកដល់ចេះស្រាប់ទេណាមិនថាការរៀននៅសាលាឬក៏ការរៀននៅក្នុងផ្ទះបាយសិតតែរៀនទាំងអស់ហើយរៀនពីមនុស្សជុំវិញខ្លួនការងារតូចធំអីហ្នឹងនិយាយទៅសិតតែផ្ដោតលើការស្វែងយល់ទាំងអស់អ្នកនរគ្នាឥឡូវហ្នឹងម្ហូបរបស់ខ្ញុំឆាហើយឆាគ្រឿងស្ដេចគោសាច់គោហ្នឹងគឺហើយអ្នកនរគ្នាទៀតខ្ញុំផានសមិទ្ធផលអ្នកនរគ្នាមើលចឹងណាប្រហែលមកពីខ្ញុំថតប្រចាំថ្ងៃចឹងបើវាមើលទៅវាពណ៌កម្ៅតែនៅក្រៅវាមានពណ៌កម្ៅអ្នកនរគ្នាពណ៌បែកលឿងដូចខ្ញុំឆាចឹងតែដល់ពេលដាក់ចូលចានទៅចេញពណ៌កម្ៅនេះណាហើយឥឡូវនេះឆ្លៀតបានស្ងោរពងទាប្រៃដាក់ចូលក្នុងបាយអ្នកនរគ្នានិយាយទៅបានពីគ្រាប់ឆ្ងាញ់និយាយទៅគឺខ្ញុំចូលចិត្តពងទាប្រៃនេះសមិទ្ធផលដែលខ្ញុំថាហ្នឹងអ្នកនរគ្នាចេញមកគឺពណ៌កម្ៅចឹងប៉ុន្តែជាក់ស្ដែងនៅក្រៅមានពណ៌កម្ៅហ្នឹងណាពណ៌បែកលឿងតែដល់ពេលថតមួយថ្ងៃទៅវាចេញមកចឹងខ្ញុំមានសាច់ជ្រូកមានតាំងពីពងទាប្រៃយើងហូបមួយបាយចឹងទៅហើយមានទឹកមានអីចឹងទៅជុំវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់អរគុណបាយបាយ